ជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពដល់លោកខៀវសុខេងស្ថាបនិកនៃនាយកនៃសាលារៀនអន្តរជាតិអ៊ីសានជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពគណៈកម្មការលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពមេដាបេដាសិស្សនិងមិត្តសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងរាប់អានអ្នកខ្ញុំឈ្មោះរូបិចអារីយ៉ាជាសិស្សថ្នាក់ទី6ខនៃសាលារៀនអន្តរជាតិអ៊ីសិនថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានចូលរួមប្រកួតអានអំណាចក្នុងថ្ងៃនេះហើយនាងខ្ញុំនឹងលើកយកអត្ថបទអំណាចមួយមកអានគឺរ៉ាយប្រេងកាតសូមអង្គវេទិកាទាំងមូលចូលរួមស្ដាប់ដូចតទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថាប្រេងកាតនៅប្រទេសកម្ពុជាមានរាប់ពាន់បារ៉ែលបច្ចុប្បន្នក្រុមហ៊ុនវិនិយោគទុនជាច្រើនកំពុងចរចាជាមួយរដ្ឋាភិបាលដើម្បីបូមប្រេងក្នុងទឹកសមុទ្រខ្មែរគេសង់សំណង់បូមប្រេងកាតក្នុងទឹកសមុទ្រគេបុកទម្លុះដីមិនជ្រាបទឹកដោយឆ្លងកាត់ស្រទាប់អ៊ូស្ម៉ាន់នៅពេលគេបុកបំពង់ដល់អ៊ូស្ម៉ាន់គេដឹងថាជិតដល់ស្រទាប់ប្រេងហើយដូច្នេះគេមានការប្រុងប្រយ័ត្នមិនឲ្យការបុកនេះហូរជ្រួតនាំឲ្យប្រេងកាតបាញ់ឡើងហូរបំពង់បង្ហូរប្រេងដែលគេបូមពីក្នុងដីត្រូវបានហូរចូលក្នុងបំពង់បង្ហូរទៅកាន់រោងចក្រចម្រាញ់ប្រេងកាតគេបានវត្ថុច្រើនប្រភេទពីការចម្រាញ់ប្រេងកាតដូចជាប្រេងកាតសម្រាប់យន្តហោះប្រេងសាំងប្រេងកាតប្រេងម៉ាស៊ុតប្រេងរំអិលនិងកាតសំណល់សម្រាប់ក្រាលផ្លូវថ្នល់ប្រេងកាតឆៅឬមាសខ្មៅមានប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសដូច្នេះកូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងក្នុងដីទាំងក្នុងទឹកឲ្យបានគង់វង្សជារៀងរហូតជាកិច្ចបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់អង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃយកចិត្តទុកដាក់ស្ដាប់ការអានអត្ថបទនេះខ្ញុំតាំងពីដើមរហូតដល់ចប់នៅពេលនេះការអានអត្ថបទនេះខ្ញុំបានបញ្ចប់សូមអរគុណ